បាទសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ខ្ញុំនឹងបន្តคลิปជាបន្តទៀតចូលវគ្គទូសេចក្តីហើយដើម្បីបញ្ជាក់ថាអ្វីដែលខ្ញុំលើកឡើងនេះហើយនឹងថាគណៈបកលិភីជាគណៈបកសម្រាប់ជាតិខ្មែរយ៉ាងពិតប្រាកដនោះខ្ញុំនឹងលើកអំណះអំណាងទាំងប៉ុន្មានដែលខ្ញុំបានធ្វើការវិភាគហើយនឹងតាមដានអស់រយៈពេល1ឆ្នាំមកនេះបាទរបស់សកម្មភាពរបស់ LDP បាទឥឡូវខ្ញុំលើកពីបាទចំណុចមួយទៀតគឺពាក់ព័ន្ធទៅនឹងចំណុចវប្បធម៌លៀបពោបាទព្រោះអានេះវាគឺជាលក្ខណៈសំខាន់បំផុតនៅបក LDP ខឹមវាស្នាគាត់បានចោទប្រកាន់ទៅគណៈបកសង្គ្រោះជាតិថាចូលសភាក្បត់ឆន្ទៈរាស្ត្របាទហើយបន្តមកថាលោកបាទកឹមសុខាកាលពីគាត់មកធ្វើអញ្ជើញទស្សនកិច្ចនៅប្រទេសកូរ៉េបានថ្លែងសន្និដ្ឋានទៅប្រជាពលរដ្ឋថាបើសិនជាគាត់ចូលសភានោះគាត់នឹងថោកជាងអនជាងអាចកោបាទអនជាងអាចកោបាទឥឡូវចង់ដឹងថាតើលោកកឹមសុខាអនជាងអាចកោឬក៏លោកខឹមវាសនាអនជាងលោកកឹមសុខាខ្ញុំនឹងបញ្ជាក់នឹងទម្លុះអាចកំបាំងនេះប្រាប់បងប្អូនជនជាតិបានដឹងទាំងអស់គ្នាជាពិសេសគឺគណៈបក LDP តែម្ដងយុវជន LDP គួរតែធ្វើការភ្ញាក់រលឹកនៅអ្វីដែលខ្ញុំបានបកស្រាយចូលសភាបាទយើងគិតមើលថានៅពេលដែលអាយដាមកឹមសុខាគាត់បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េក៏ដូចជាចូលរួមកាន់មរណទុក្ខរបស់ប្រជាជនកូរ៉េដែលបានស្លាប់លិចលង់កប៉ាល់ហើយបន្តមកក៏បានមានការអញ្ជើញជាអធិបតីភាពចូលរួមទៅគោរពពិធីបាទអ្នកស្នេហាជាតិវរៈជនរបស់ជនជាតិកូរ៉េដែលមានការអញ្ជើញពីចៅហ្វាយក្រុងហ្វាំងជូផងដែរនៅពេលនោះគឺខ្ញុំបានអមដំណើរជាមួយនឹងបាទអាយដាមកឹមសុខាផងដែរនៅពេលដែលបានប្រពធ្វើឲ្យយើងបានសង្កេតឃើញថានឹងមានកិច្ចសហប្រតិបត្តិការគ្នារវាងគ្នាក្នុងការស្នើសុំអាយដាមកឹមសុខាស្នើសុំឲ្យខាងកូរ៉េនោះជួយដល់ប្រជាជាតិខ្មែរបាទដើម្បីឲ្យប្រជាជាតិខ្មែរហ្នឹងបាទរួចចេញពីនឹមនៃការគៀបសង្កត់ពីពួកផ្ដាច់ការនៅពេលនោះគេប្រាប់ពីវិធីសាស្ត្រអ្វីដែលប្រទេសគេពីមុនមកធ្លាប់ជួបប្រទេសក្នុងរបបផ្ដាច់ការគេបានរើបំរាស់ហើយអ្នកដែលបានរើបំរាស់ធ្វើឲ្យជោគជ័យនោះគឺនៅទីក្រុងជនជាតិនៅទីក្រុងខ្វាងជូតែម្ដងហើយដូច្នេះហើយគេថាគេនឹងជួយប្រទេសខ្មែររបស់យើងណាគេនឹងជួយកាលណាបើសិនជាគណៈបកសង្គ្រោះជាតិយើងណាជាប់ឆ្នោតបាទជាប់ឆ្នោតគេនឹងទៅធ្វើទស្សនកិច្ចនៅកម្ពុជាហើយគេនឹងធ្វើកិច្ចសហប្រតិការប៉ុន្តែនៅពេលនោះអាយដាមកឹមសុខាគាត់បានជំរាបប្រាប់ទៅចៅហ្វាយក្រុងកូរ៉េនោះចៅហ្វាយក្រុងខ្វាងជូនោះថាឥឡូវនេះគឺគេប្លន់ស្លឹកឆ្នោតយើងណាយើងមិនអាចឃើញនាយករដ្ឋមន្ត្រីបានទេឥឡូវយើងកំពុងតែមានដំណោះស្រាយយ៉ាងណាដើម្បីឲ្យគេបកគលសិទ្ធិអំណាចមកយើងប៉ុន្តែគាត់ក៏បានបញ្ជាក់ប្រាប់ហើយទៅទីចៅហ្វាយក្រុងថាទោះបីយើងមិនបានតំណែងជានាយករដ្ឋមន្ត្រីក៏យើងមានតំណែងនៅក្នុងសភាដែរដើម្បីយើងធ្វើការក្នុងការទាមទារនៅអ្វីដែលយើងចង់បានបាទហើយនេះគឺជាលទ្ធផលមួយដែលសបញ្ជាក់ថាគឺយើងដឹងចម្លើយរួចទៅហើយថាគណៈបកប្រជាជាតិគឺត្រូវតែដាច់ខាត់ចូលសភាបើយើងមិនចូលសភាទេគឺយើងមិនអាចធ្វើឈ្នះអស់ពួកទាំងនោះទេព្រោះយើងដឹងហើយណាអំណាចទាំងអស់គឺបានទៅលើបាទពួកផ្ដាច់ការទាំងអស់ហ្នឹងវាគ្រប់គ្រងទាំងអស់ហើយអញ្ចឹងអ្វីដែលយើងអាចចង់ឈ្នះពួកតំណងបានគឺតើយើងចូលសភាធ្វើការកែរដ្ឋធម្មនុញ្ញក៏ដូចជាឲ្យអំណាចទាំង3ហ្នឹងមានភាពឯករាជ្យក៏ដូចជាបដូរកោជបជាពិសេសគឺបដូរកោជបតែម្ដងបាទឲ្យបោះឆ្នោតមានតាមបែបលទ្ធិជាតិធិបតេយ្យពិតប្រាកដបាទឲ្យកោជបនោះស្ថិតនៅក្នុងភាពឯករាជ្យទាំងអស់នេះហើយដែលជាគោលចំហមួយចង់បញ្ជាក់ថាអាយដាមកឹមសុខាគាត់ចូលសភានេះគឺជាជំរឿនត្រឹមត្រូវបំផុតសម្រាប់ក្នុងការឲ្យប្រទេសដទៃទៀតមិនថានៅអាស៊ីប្រទេសជាតិតបតៃនៅអឺរ៉ុបក៏ដោយនៅអាស៊ីក៏ដោយក្នុងការចូលរួមចំណែកជួយដល់គណៈបកសង្គ្រោះជាតិជួយដល់ជាតិខ្មែររបស់យើងអញ្ចឹងអ្វីដែលយើងអាចយកឈ្នះបានតើយើងធ្វើការបដូរប្រព័ន្ធទាំងអស់ហ្នឹងសិនហើយអ្វីដែលគណៈបកប្រជាជនយល់ស្របឲ្យតាមសំណើរបស់គណៈបកសង្គ្រោះជាតិវាគឺជាជំរឿនដ៏ល្អមួយទៅឲ្យដែលគណៈបកប្រជាជនហ្នឹងមើលឃើញនៅផ្លូវទៅខាងមុខរបស់ខ្លួនថាខ្លួនមិនអាច
បាននៅបន្តត្រាយអំណាចតទៅទៀតនោះទេនេះដែលខ្ញុំមកចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នា